បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំទៀតហើយបាទថ្ងៃនេះដែរខ្ញុំមានពីរបៀបនៃការបង្កើត Gmail ឆ្នាំ2025សម្រាប់បងប្អូនដែលដៃថ្មីដែលគាត់មិនទាន់ចេះបង្កើត Gmail ដោយខ្លួនឯងនៅលើទូរស័ព្ទដៃហ្នឹងហើយបងប្អូនទាំងគ្នាអាចមើលនៅវីដេអូមួយនេះបានហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នានឹងចេះពីរបៀបនៃការបង្កើតអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំហ្នឹងហើយកុំភ្លេចជួយចុចប៊ូតុង Subscribe អ្នកមួយទៅដើម្បីទទួលបាននៅវីដេអូថ្មីពីការចែកម្លែករបស់ខ្ញុំទៀតហ្នឹងហើយដើម្បីចែកជូនទៅកាន់បងប្អូនទាំងគ្នាតើឥឡូវកុំឲ្យខាត់ពេលយូរបងប្អូនទាំងគ្នាអាចធ្វើការចុចមកតាមសញ្ញាព្រួយរបស់ខ្ញុំចុចកន្លែង profile របស់យើងហ្នឹងអក្សរ U ហ្នឹងហើយបន្ទាប់មកបងប្អូនទាំងគ្នាក៏លេខមកមើលនៅចំណុចខាងលើមួយទៀតហ្នឹងហើយបងប្អូនទាំងគ្នានឹងឃើញនៅកន្លែងចំណុចដែលនេះយើង fit account យើងហ្នឹងហើយយើងចុចលើនឹងទៅហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញសញ្ញាមួយទៀតហ្នឹងហើយបងប្អូនទាំងគ្នាចុចនៅលើសញ្ញាហ្នឹងមួយទៀតទៅហើយបងប្អូនទាំងគ្នាក៏លេខមកមើលនៅចំណុចខាងលើនឹងមានសញ្ញាបូក1ហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាចុចតាមសញ្ញាព្រួយនឹងទៅបាទអញ្ចឹងបងប្អូនទាំងគ្នារងចាំបន្តិចហើយនៅចំណុចកន្លែងនេះដែរបងប្អូនទាំងគ្នាដាក់scan ម្រាមដៃបងប្អូនទាំងគ្នា scan ម្រាមដៃបងប្អូនទាំងគ្នាទៅបើសិនអត់ដាក់ទេវាលោតមកដល់ចំណុចកន្លែងនេះចឹងមកដល់តបមកកន្លែងនេះគឺបងប្អូនទាំងគ្នានឹងឃើញពាក្យ create account ហើយបងប្អូនទាំងគ្នាចុចយកនៅចំណុចខាងលើបាទដែលមានពាក្យនៅខាងលើហ្នឹងគឺសម្រាប់ផ្ទាល់ខ្លួនចឹងណាហើយបន្ទាប់មកបងប្អូនទាំងគ្នាធ្វើការដាក់ឈ្មោះបងប្អូនទាំងគ្នាហ្នឹងហើយបងប្អូនទាំងគ្នាឆ្លាញ់ឈ្មោះអីបងប្អូនទាំងគ្នាដាក់ឈ្មោះហ្នឹងទៅតែសម្រាប់ខ្ញុំសូមធ្វើការដាក់ឈ្មោះរបស់ខ្ញុំបាទអញ្ចឹងបងប្អូនទាំងគ្នាមិនបាច់ដាក់ឈ្មោះតាមខ្ញុំទេព្រោះដាក់ឈ្មោះជន់គ្នាក៏គេអត់ឲ្យដែរបាទអញ្ចឹងខ្ញុំសូមធ្វើការវាយឈ្មោះនៅ account កន្លែងហ្នឹងគឺកន្លែងហ្នឹងបើសិនបងប្អូនទាំងគ្នាបង្កើតឈ្មោះអីគឺលោតឈ្មោះហ្នឹងនៅជាប់ Gmail របស់យើងតែម្ដងហើយបន្ទាប់មកបងប្អូនទាំងគ្នាក៏លេខមកមើលខាងក្រោមមានពាក្យថា next បាទហើយបងប្អូនទាំងគ្នាចុចទៅលើពាក្យថា next ទៅវានឹងទៅមុខទៀតហើយបាទបន្ទាប់មកនៅចំណុចកន្លែងនេះមួយទៀតដែរបងប្អូនទាំងគ្នានឹងឃើញតម្រងទៀតគឺនៃការដាក់ថ្ងៃខែឆ្នាំកំណើតហើយនឹងភេទបាទអញ្ចឹងទី1គឺថ្ងៃទី2គឺខែទី3គឺឆ្នាំបាទអញ្ចឹងបងប្អូនទាំងគ្នាកើតថ្ងៃណាដាក់ថ្ងៃហ្នឹងទៅដាក់ពិតប្រកបទៅវាងាយស្រួលអញ្ចឹងណានេះគ្រាន់តែការឧទាហរណ៍របស់ខ្ញុំដើម្បីបង្ហាញទៅកាន់បងប្អូនទាំងគ្នាទេហើយភេទបងប្អូនទាំងគ្នាភេទប្រុសឬក៏ស្រីឬក៏ភេទអីផ្សេងទៀតបងប្អូនទាំងគ្នាដាក់តាមតម្រូវចិត្តបងប្អូនទៅហើយបន្ទាប់មកបងប្អូនទាំងគ្នាចុចពាក្យថា next បាទនៅមកដល់ចំណុចកន្លែងនេះក៏មាន3តម្រងទៀតដែរសម្រាប់នៃការធ្វើការបង្កើតហ្នឹងហើយអាពីរខ្ទង់ខាងលើកន្លោនខាងលើដែលខ្ញុំច្អល់ខ្ទង់ទី1ខ្ទង់ទី2ហ្នឹងគឺបងប្អូនទាំងគ្នាចង់រើសស្រាប់ក៏បានតែបើសិនជាបងប្អូនទាំងគ្នាមិនចង់រើសស្រាប់ទេចង់បង្កើតតខ្លួនបងប្អូនទាំងគ្នាធ្វើការចុចយកខាងក្រោមហើយបន្ទាប់មកបងប្អូនទាំងគ្នាសូមធ្វើការវាយនៅអក្សរដែលបងប្អូនទាំងគ្នាពេញចិត្តហ្នឹងហើយដាក់ទៅបងប្អូនទាំងគ្នាពេញចិត្តនៅអក្សរអីបងប្អូនទាំងគ្នាដាក់អក្សរហ្នឹងទៅតែសម្រាប់ខ្ញុំសូមធ្វើការវាយបន្តិចសិនហ្នឹងហើយខ្ញុំដាក់ហើយចុចពាក្យថា next ទៀតមកហើយបន្ទាប់មកកន្លែងនេះគឺ password បាទអញ្ចឹងសម្រាប់ password បងប្អូនទាំងគ្នាអាចធ្វើការវាយអក្សរធំក្បាលមុខមុនហើយបន្ទាប់មកអក្សរទូចហើយលាយលេខហ្នឹងហើយដើម្បីកុំឲ្យមានគេហេកចូលបានអញ្ចឹងណាហើយបន្ទាប់មកបងប្អូនទាំងគ្នាចុចពាក្យ next ចុចពាក្យអាគ្រីតាមខ្ញុំហ្នឹងទៅហ្នឹងហើយងាយស្រួលទេបងប្អូនទាំងគ្នាសម្រាប់នៃការបង្កើតអញ្ចឹងយើងបានធ្វើការចូលបង្កើតរួចរាល់អញ្ចឹងនៃការបង្កើតGmail ដោយខ្លួនឯងនៅលើទូរស័ព្ទដៃគឺងាយទេបងប្អូនទាំងគ្នាឥឡូវយើងបាន account Gmail មួយនឹងមួយហើយបាទឃើញទេអញ្ចឹង account Gmail ហ្នឹងបងប្អូនទាំងគ្នាចង់ធ្វើយកទៅបង្កើត YouTube ក៏បានដែរអត់មានអីបាក់ទេហ្នឹងហើយអញ្ចឹង Gmail មួយហ្នឹងគឺយើងអាចប្រើបានដោយនេះអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបនៃការកំណត់អីផ្សេងទៀតហ្នឹងហើយសម្រាប់ឲ្យ Gmail របស់យើងមានសុវត្ថិភាពឬក៏ការចាក់សោដើម្បីរឹងមាំកុំឲ្យមានគេហេកចូលអញ្ចឹងណាតែនៅក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញបងប្អូនទាំងគ្នាបានតែត្រឹមហ្នឹងឯងហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកទៅកាន់បងប្អូនទាំងគ្នាបើសិនចូលចិត្តកុំភ្លេចជួយចុចប៊ូតុង Subscribe អ្នកមួយផងបាទអរគុណ